សួស្តីទាំងអស់គ្នាជួយជំរុញមានភាពដំណងទៀតឯណាហើយចំពោះអ្នកដែលបានជួយ Subscribe មានណាកុំភ្លេចជួយចុច Subscribe ឲ្យមានម្នាក់មួយមិនណាចឹងកុំមកខាតពេលយូរយើងបន្តសាច់រឿងយើងទាំងអស់គ្នាឈៀនលៀនក៏បានជួនសែលយ័នមកដល់ហាងកាត់សក់មួយកន្លែងហើយវាគឺជាហាងរបស់មិត្តភ័ក្តិសែលយ័នក៏ដូចជាឈៀនលៀនផងដែរហើយនេះគឺជាមិត្តភ័ក្តិរបស់ពួកគេដែលមានឈ្មោះថា Jen Feng Ju ប៉ុន្តែអត់មានណាសុំហៅតែ Feng Ju បានហើយបន្ទាប់ពីជួនសែលយ័នមកដល់កន្លែងហើយឈៀនលៀនណាក៏ត្រឡប់ទៅវិញហើយក៏ផ្ដាំឲ្យ Feng Ju ហ្នឹងមើលថែសែលយ័នយើងផង Feng Ju ក៏ប្រាប់ទៅថាឈៀនលៀនណាគេបានប្រាប់រឿងរ៉ាវទាំងអស់ដល់ខ្ញុំហើយតែឥឡូវហ្នឹងឯងកំពុងរកការងារធ្វើមែនទេហើយបច្ចេកដនមែនហារបស់ខ្ញុំកំពុងទៅការមនុស្សផងឯនៅទីនេះគឺល្អហើយណាមួយពួកយើងក៏ជាមិត្តចាស់នឹងគ្នាដែរខ្ញុំជាអ្នកមើលថែឯងតែឯងគិតមិនដែរសើយណាក៏ប្រាប់ទៅប៉ុន្តែខ្ញុំមិនទាន់ស្គាល់លោកច្បាស់ផងហ្នឹងគាត់ទៅលើចឹងហើយហ្វឹងជួក៏បាននិយាយថាមិនអាចទេចាំសើយន់ឯងមើលខ្ញុំមិនស្គាល់មិនមែនមកពីខ្ញុំសង្ហាពេកទេអីពេលដែលលើចឹងហើយសើយន់យើងក៏មិននិយាយទេគាត់តែញញឹមហ្វឹងជួក៏បន្តទៀតថាមែនហើយពួកយើងក៏ធ្លាប់ជាមិត្តរួមថ្នាក់គ្នាដែរហើយឥឡូវនេះឯងកំពុងតែជួបបញ្ហាចឹងហើយខ្ញុំទៅជួយឯងហើយនិយាយគ្នាចាប់ហ្វឹងជួក៏បាននាំសើយន់ទៅដើរមើលនៅក្នុងហាងរបស់គេហ្វឹងជួក៏បានណែនាំសើយន់ពីរបៀបដែលសើយន់ទៅធ្វើការនៅកន្លែងគេប៉ុន្តែមើលទៅសើយន់យើងដូចជាមិនចាប់អារម្មណ៍នឹងការងារអស់ហ្នឹងឯងតែសើយន់យើងមើលទៅដូចជាភ្លឹកមកទេហើយហ្វឹងជួក៏បានសួរទៅកាន់សើយន់យើងថាតែឯងមានកន្លែងស្នាក់នៅអីហើយណាមួយឯងក៏ទៅការងារដែរត្រូវអត់ចឹងហើយឯងទៅគិតតិចថាគួរធ្វើមិនគួរធ្វើតែសើយន់យើងវិញគឺមានសួរច្រើនទេគាត់នឹងសួរថាតើមានថ្លៃបាយដែរមែនហ្វឹងជួក៏ប្រាប់ទៅប្រកាសជាមានបន្ទាប់មកសើយន់យើងក៏អង្គុយនៅបន្ទប់រងចាំសិនស្រាប់តែពេលនោះក៏មានបុគ្គលិកស្រីម្នាក់ដែលមានឈ្មោះថា Helen នៅពេលដែលបានឃើញសើយន់ហើយអ្នកទាំងពីរគឺមាននិយាយស្វាគមន៍គ្នាໄວទាំងអស់បន្ទាប់មកហ្វឹងជួក៏បានយកសម្លៀកបំពាក់បុគ្គលិកមកឲ្យសើយន់យើងហ្វឹងជួក៏បានណែនាំសើយន់ទៅ Helen ថានេះគឺជាមិត្តភ័ក្តិដែលមកពីស្រុកកំណើតជាមួយគាត់ហើយកុំភ្លេចជួយមើលថែនាងផងបន្ទាប់មកគាត់ក៏បានណែនាំ Helen ទៅសើយន់បន្តែសើយន់យើងធ្វើដូចជាមិនខ្វល់អ្វីទាំងអស់ Helen ក៏និយាយថានាងសានអញ្ចឹងតែនាងជាមិត្តភ័ក្តិរបស់លោកឬមួយក៏ជាមិត្តស្រីរបស់លោកឲ្យប្រកាសគាត់ទៅលើចឹងហើយសើយន់យើងមើលទឹកមកដូចជាមិនសូវពេញចិត្តដែរហ្នឹងហ្វឹងជួក៏ប្រាប់ទៅបានហើយតែនាងកំពុងតែនិយាយអីនាងចូលចិត្តតែនិយាយបែបហ្នឹងទៅធ្វើការរបស់នាងទៅបន្ទាប់មក Helen ក៏ដើរចេញទៅហ្វឹងជួក៏បានប្រាប់សើយន់យើងថា Helen ហ្នឹងនាងគឺជាអ្នកគ្រប់គ្រងនៅក្នុងហាងមួយនេះហើយនាងចូលចិត្តតែអញ្ចឹងយូរទៅឯងនឹងសុំនឹងនាងហើយសើយន់ក៏និយាយទៅតែអ្នកគ្រប់គ្រងមានអំណាចជាងតកែមែនហើយនាងធ្វើខ្លួនដូចជាតកែអញ្ចឹងនៅចំពោះមុខលោកនឹងមិនខ្លាចលោកសម្បីតែបន្តិចទេហ្វឹងជួក៏តទៅវិញទៅតែឯងមិនខ្វះគេទេដែលនិយាយពេលទាំងនឹងចេញមកហើយឯងមិនបាច់បង្រៀនខ្ញុំទេចំពោះការគោរពហ្នឹងនេះហើយណានាងក៏មានជំនាញដែលឯងត្រូវរៀនពីនាងដែរហើយឥឡូវហ្នឹងនាងគឺជាអ្នកណែនាំឯងដែលត្រូវធ្វើអីហើយឯងប្រយ័ត្នតិចកុំឈួតជាមួយនាងអីដល់ឥឡូវយើងក៏មើលឈៀនលៀនយើងវិញម្ដងឈៀនលៀនកំពុងតែសើជឿពីប្រវត្តិរបស់សើយន់ហើយដែលបានជានាងបាត់ខ្លួនឈៀនលៀនមើលទៅរូបថតរបស់សើយន់ហើយក៏គិតក្នុងចិត្តថាចឹងសើយន់ជាច្រើនឆ្នាំហើយដែលបានជានាងមិនមករកខ្ញុំចឹងយើងក៏មើលសើយន់យើងវិញបន្ទាប់មកហ្វឹងជូក៏បាននាំសើយន់មកកាន់ដុំដែលបុគ្គលិកទៅស្នាក់នៅហើយគេក៏បានប្រាប់ថានេះគឺជាបន្ទប់របស់ឯងហើយឯងទៅចែកគ្នាជាមួយនឹងអាលីហើយឯងទៅចូលគេលឿននឹងដើមម៉ងរោដើម្បីធ្វើការនៅថ្ងៃស្អែកណាមួយខ្ញុំមើលតើឯងដូចជាមិនបានសម្រាប់អញ្ចឹងអូមែនហើយឈីលីណាបានប្រាប់ថាថ្មីនេះគេរវល់ឡាប៉ុន្តែគេនឹងជឿពេលមើលឯងនៅពេលដែលទំនេរគាត់ទៅលើចឹងហើយសើយន់យើងក៏សួរថាហេតុអីបានជាគេទៅមើលខ្ញុំហ្វឹងជួក៏បាននិយាយថាឯងកុំមកសួរខ្ញុំអញ្ចឹងអីសើយន់ក៏ប្រាប់ទៅវិញទៅប្រហែលជាគេគិតថាគេទៅមើលថែខ្ញុំដោយសារតែពួកយើងមកវិសុខជាមួយគ្នាតែខ្ញុំមានអារម្មណ៍ថានៅក្បែរគេដូចជាមិនស្រួលសោះមែនហើយខ្ញុំក៏បានប្រាប់គេឲ្យដែរថាខ្ញុំមិនត្រូវការឲ្យគេជួយទៀតទេគាត់ទៅលើចឹងហើយហ្វឹងជួក៏បាននិយាយថាតើឯងមិនចាំអីទេឯងហើយនឹងឈីលេណាគឺស្នេហ៍ណាពេលដែលត្រឡប់មកវិញហើយកាលពីមុនណាឯងតែទៅណាមកណាជាមួយគ្នាបន្ទាប់មកឯងក៏ទៅរៀននៅសាកលវិទ្យាល័យនៅក្នុងជុងជិងដែលមិនប្រាប់ឈីលេនតិចទេហើយគេពិតជាខូចចិត្តយូរខ្លាំងណាស់ហើយនៅពេលដែលឯងត្រឡប់មកវិញធ្វើដូចជាមិនស្គាល់គាត់ទៀតតើវាមានបញ្ហាអីទៅរវាងពួកឯងទាំងពីរហ្នឹងមិននិយាយចេញមកហើយហេតុអីបានជាឯងធ្វើឲ្យគេឈឺចាប់បែបនេះយ៉ាងទៀតខ្ញុំមិនដែលឃើញឈីលេណាបារម្ភពីនរណាម្នាក់ខ្លាំងជាច្រើនឆ្នាំចឹងទេអ្នកទាំងអស់គ្នាមើលទៅមុខហ្វឹងជួក៏ដឹងថាអ្នកឈីលេនដែរនិយាយគ្នាចាប់ហ្វឹងជួប្រសើរយន់ចូលគេឲ្យលឿនទៅបញ្ញាធ្វើការនៅថ្ងៃស្អែកទៀតចំណែកសើយន់យើងវិញក៏អង្គុយនៅក្នុងបន្ទប់ហើយក៏គិតថាធ្វើការនៅក្នុងហាងសាឡនមួយនេះក៏គាត់បានដែរជាជាងហាងអ៊ីនធឺណិតដែលខុសច្បាប់នោះហើយខ្ញុំមកពិតជាឆ្លងកាត់រឿងរ៉ាវច្រើនណាស់ដែលអាចមានជីវិតរួមមកដល់ពេលនេះបន្ទាប់មកសើយន់យើងក៏នឹកឃើញរឿងរ៉ាវគ្រប់យ៉ាងដែលឈីលេណាបានជួយនាងតាំងពីថ្ងៃដែលឈីលេណាជួយនាងដំបូងរហូតដល់ឥឡូវធ្វើឲ្យសើយន់យើងដឹងថាខ្សែជីវិតរបស់មនុស្សវាមិនអាចមានមនុស្សល្អដែលតែងតែជួយយើងគ្រប់ពេលបានទេទោះបីជាពេលនេះខ្ញុំស្ថិតនៅក្នុងសភាពបែបនេះក៏ដោយចឹងហើយខ្ញុំតែរឹងមាំឡើងគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយបន្ទាប់មកសើយន់យើងក៏រៀបចំចូលគេងចឹងសាច់រឿងយើងគឺមានតែប៉ុណ្្នឹងឯងកុំភ្លេចចុច Subscribe ឲ្យម្នាក់មួយណាដើម្បីរងចាំមើលនៅភាគទី11ទាំងអស់គ្នា